បងខ្ញុំឃើញបងរបរខ្លាំងនេះបងមានពេលរៀនដែរខ្ញុំឃើញបងរៀនអីគេ PhD ហ៎បង PhD ចាអាហ្នឹងភាសាពេញគេថា PhD stand for people have ទុក្ខាចឹងអ្នកណារៀន PhD គឺមនុស្សហ្នឹងសម្បូរទុក្ខពួកអីហត់ខ្លាំងអូនរៀន PhD ហត់ខ្លាំងចឹងសំណួរសួរថាបងរវល់យ៉ាងនេះហើយហេតុអីបានបងទៅបន្តការរៀនថ្នាក់បណ្ឌិតនឹងទៀតបងធ្លាប់មានក្តីសម័យអូននិយាយទៅមនុស្សយើងមានគេហៅambition មហិច្ឆតាដោយសារបងអត់ធ្វើការនៅក្នុងស្ថាប័នរដ្ឋាភិបាលទេអញ្ចឹងងារជំទាវគឺมันអាចមានបានទេតែបងប្រាប់ខ្លួនឯងថាបងអាចមានងារផ្សេងក្រៅពីលោកស្រីព្រោះបច្ចុប្បន្នបងមានគ្រួសារអញ្ចឹងគេប្រកាសជាហៅបងលោកស្រីមែនណាឬក៏អ្នកស្រីណាហ្នឹងហើយតែបងចង់បានលើសហ្នឹងគេហៅក្តីលោភលន់ណាក្តីលោភលន់តែក្តីលោភលន់ហ្នឹងបងអាចធ្វើបានតាមរយៈការរៀនអញ្ចឹងបងចង់បានអីគេគឺបងចង់ឲ្យគេហៅថាលោកស្រីបណ្ឌិតចាលយឯងមួយហ្នឹងលយខ្លាំងណាស់ណាក៏លឺក៏ចង់បានហ្នឹងហើយអ្វីដែលបងចង់មែនតែនណាគឺគេហៅបងថាលោកស្រីសាស្ត្រាចារ្យបណ្ឌិតទៀតចាពាក្យហ្នឹងលយមែនតែនណាណាចាហើយមានន័យហើយស្ដាប់ទៅថ្លៃថ្នូរហ៎បាទចាគឺជាអ្វីដែលបងអាចធ្វើបានចាគឺជាអ្វីដែលបងអាចធ្វើបានតាមរយៈការសិក្សារបស់បងនេះពីព្រោះអីយើងចង់និយាយថាការចង់បានមនុស្សខុសៗគ្នាអ្នកខ្លះចង់ខ្លាចជាលោកស្រីវិជ្ជបណ្ឌិតអ្នកខ្លះចង់ខ្លាចទៅជាវិស្វករអីចឹងណាសំខាន់បំផុតបើសិនជាយើងមានគោលដៅច្បាស់លាស់ណាយើងនឹងអាចទៅរកគោលដៅរបស់យើងបានអញ្ចឹងសម្រាប់បងវិញដោយសារតែកិត្តិយសដែលបងបានគឺมันអាចបានតាមស្ថានភាពជីវិតរបស់បងក្នុងការងារទេអញ្ចឹងបងត្រូវតែធ្វើទៅតាមការសិក្សារបស់បងតែជាក្តីសម័យពិតប្រាកដគឺបងចង់ឲ្យខ្លួនឯងហ្នឹងទៅបង្រៀនខ្លាចជាគ្រូម្នាក់ដែលមានចំណេះដឹងជ្រៅជ្រះចាអញ្ចឹងបងអាចមានឱកាសចែករំលែកជាច្រើនទៅដល់មនុស្សជុំវិញខ្លួនបងពីព្រោះបងតែងតែយល់ថាប្រទេសជាតិមួយដែលមានភាពរីកចម្រើនតើតែប្រជាជនមានចំណេះដឹងចាអញ្ចឹងបងចង់ដើរតួជាបុគ្គលម្នាក់ដែលអាចជួយដល់ប្រទេសជាតិបានតាមរយៈការចែករំលែកចំណេះដឹងនឹងឯងហើយក្តីសម័យធំបំផុតរបស់បងគឺបងចង់ទៅសេសភៅបងចង់ទៅសេសភៅបោះពុំពីបទពិសោធន៍ពីចំណេះវិជ្ជាដែលបងមានហ្នឹងដើម្បីទុកជាទីគេដំណើរទៅដល់កូនចៅជំនាន់ក្រោយដែលអាចយកសភៅបងមករៀនបាននេះគឺជាក្តីសម័យរបស់បងក្តីប្រាថ្នារបស់បងហើយបងសង្ឃឹមថាហើយនឹងក៏ជឿជាក់ថាខ្លួនឯងអាចធ្វើបានដែរចាអញ្ចឹងវានឿយហត់ខ្លាំងប៉ុន្តែនៅពេលដែលយើងមានគោលដៅបងជឿថាវាជាកម្លាំងជំរុញមួយហើយអ្វីដែលសំខាន់គឺសម័យឃើញលោកស្រីបណ្ឌិតគឺថាវាគឺជាគេហៅកត្តាជំរុញធំបំផុតដែរនៅក្នុងដែលបងចាប់ផ្ដើមការរៀនថ្នាក់បណ្ឌិតនេះឯងហ្នឹងហើយដូចជាគោលដៅមួយគោលដៅធំមែនតែនហ្មងអញ្ចឹងបានថាបើយើងរស់នៅជាមួយនឹងក្តីសម័យតែមិនបានទៅដើររកក្តីសម័យវាគ្រាន់តែការសម័យទេចាស់សម័យមានក្តីសម័យអីដែរក្នុងជីវិតរបស់យើងមានចាតែសុំលាក់សិនអញ្ចឹងយើងចាំតាមដានអូនឯងក្រោយទៀតណាហើយណាចាឲ្យតែអូនឯងខិតខំប្រឹងប្រែងណាអូនឯងនឹងអាចសម្រេចបំណងបានបាទអរគុណអូនអរគុណច្រើនបងចាអរគុណ